ប្រជាជនទាំងអស់ហ្នឹងពិតជាខឹងមែនតើដែលសារតែក្រុមចោរសមុទ្រទាំងអស់ហ្នឹងបានវាយប្រហារទៅដល់ភូមិរបស់ពួកគេហើយដូចនេះហើយហ្នឹងពួកគេនឹងគឺមិនអាចបំភ្លេចនៅកំហឹងមួយហ្នឹងនោះទេចោរសមុទ្រម្នាក់គេបាននិយាយដែរថានៅពេលនេះឆាប់ប្រគល់អ្នកប្រយុទ្ធសាមរ៉ៃម្នាក់ហ្នឹងចេញមកហើយដូចហ្នឹងហើយហ្នឹងពួកគេនឹងមិនត្រូវបានការវាយប្រហារមួយហ្នឹងនោះឡើយចែកហ្នឹងគឺគេបាននិយាយដែរថាឆាប់ចាត់ការទៅដល់ភូមិទាំងអស់ហ្នឹងនិងកំទេចទៅកាន់ភូមិមួយហ្នឹងឲ្យលឿនឡើងទៅក៏ប៉ុន្តែនៅពេលហ្នឹងអង្គញាឆ្កែម្នាក់ហ្នឹងគាត់ក៏បានទម្លាក់ដាវមួយហ្នឹងចុះតែម្ដងឌូកិនហ្នឹងក៏បាននិយាយដែរថាគាត់សុំទោសផងដបខែនហ្នឹងក៏បាននិយាយដែរថាចង់ឆែកឆេរអីក៏ឆែកឆេរនៅទីកន្លែងមួយហ្នឹងទៅហើយគាត់ហ្នឹងមិនចង់បង្កសង្គ្រាមនោះទេប៉ុន្តែនៅពេលហ្នឹងចែកក៏បានវាយប្រហារទៅដល់គាត់មើលទៅការវាយប្រហារមួយហ្នឹងដូចជាវាមិនចោះនោះទេដោយសារតែគាត់ហ្នឹងក៏មានធម៌ពលខ្លាំងក្លាផងដែរហេតុនេះហើយហ្នឹងត្រឹមប៉ុណ្ណឹងមិនអាចវាយប្រហារគាត់ដោយងាយៗនោះឡើយចែកហ្នឹងគាត់មិនចង់បានសន្តិវិធីអីនោះទេនៅពេលហ្នឹងផងដែរហ្នឹងធ្វើឲ្យអង្គញាឆ្កែម្នាក់ហ្នឹងក៏បានកាន់ដាវរបស់គាត់ដើម្បីវាយប្រហារទៅកាន់កាពីតានចែកនៅទីកន្លែងមួយហ្នឹងហើយឃើញថាមេទាំងអស់គ្នាកំពុងតែវាយគ្នាអញ្ចឹងហើយហ្នឹងអ្នកទាំងសងខាងក៏បានចូលទៅចាត់ការគ្នាទៅវិញទៅមកតែម្ដងជាមួយនឹងការវាយប្រហារមួយហ្នឹងឯងលោកខែនហ្នឹងគាត់ក៏បានវាយប្រហារទៅដល់កាពីតានចែកនៅទីកន្លែងមួយហ្នឹងជាមួយនឹងរន្ទះដាវរបស់គាត់តែម្ដងប៉ុន្តែការវាយប្រហាររបស់គាត់ហ្នឹងក៏មិនងាយៗទៅលើចែកនោះដែរវាយប្រហារគេហើយគេមិនមានស្នាមរបួសទៀតអ្វីដែលពិសេសហ្នឹងគេក៏បានបកមកវាយប្រហារទៅកាន់ពួកគាត់រកគ្នាវិញតែម្ដងមើលទៅកាន់ពួកគាត់វិញហ្នឹងគឺថាពិបាកទប់ទល់មែនតើស្ដាប់រឿងទាំងហ្នឹងឧសុបបាននិយាយដែរថាអង្គញាឆ្កែម្នាក់ហ្នឹងពិតជាអស្ចារ្យមែនតើសម្បីតែ Luffy ក៏និយាយដែរថា Duken Dog Storm ម្នាក់ហ្នឹងអស្ចារ្យមែនតើហើយចោះគាត់ហ្នឹងអាចយកឈ្នះទៅកាន់អាកាពីតានចែកមួយហ្នឹងដោយរបៀបណាទៅតាមកាពិតទៅរឿងទាំងអស់ហ្នឹងមិនទាន់ចប់នោះទេអង្គញាឆ្កែម្នាក់ហ្នឹងនៅតែវាយប្រហារទៅកាន់កាពីតានចែកទៀតប៉ុន្តែគាត់ហ្នឹងវាមិនចោះនៅឡើយវារហូតដល់គាត់ហ្នឹងស្ទើរតែអស់កម្លាំងពីខ្លួនរបស់គាត់កូនចៅរបស់គាត់មួយចំនួនហ្នឹងត្រូវបានពួកអ្នកទាំងហ្នឹងវាយប្រហារថែមទៀតផងដែលធ្វើឲ្យគាត់នៅពេលនេះហ្នឹងគឺថាពិបាកទប់ទល់ជាមួយនឹងអាមួយហ្នឹងពិតមែនអមលងពេលដែលវាយប្រហារគ្នាហ្នឹងនៅពេលហ្នឹងផងដែរហ្នឹងស្របពេលដែលប្រមោយដំរីមួយហ្នឹងក៏បានជះទឹកឡើងមកខាងលើតែម្ដងដែលធ្វើឲ្យពួកគេរកគ្នាហ្នឹងគឺថាត្រូវកិច្ចអំពីសម្ពាធនៃទឹកមួយហ្នឹងសិនដោយសារតែចរន្តទឹកហ្នឹងហើយដែលធ្វើឲ្យពួកគេហ្នឹងអាចមានឱកាសដើម្បីកិច្ចខ្លួនដើម្បីស្ថានភាពនៅទីកន្លែងមួយហ្នឹងឡើងវិញផងដែរក៏ប៉ុន្តែក្រុមចោរសមុទ្រហ្នឹងពួកគេក៏បានប្លន់យកវ៉ាន់នេះដើម្បីវាយប្រហារទៅដល់ពួកអ្នកទាំងហ្នឹងវិញក៏ប៉ុន្តែនៅពេលហ្នឹងកាពីតានឆ្កែក៏និយាយដែរថានៅពេលនេះហ្នឹងគាត់គួរតែវាយប្រហារបន្តទៀតឬក៏យ៉ាងណាមកពេលវេលារបស់គាត់ហ្នឹងគឺអស់បាត់ទៅហើយពួកគេគ្រប់គ្នាបាននិយាយដែរថា Master Cat Viper ហ្នឹងឥឡូវនេះដល់ម៉ោងរបស់គាត់ដែលគាត់ត្រូវចេញមកហើយអញ្ចឹងហើយពួកគាត់រកគ្នានេះគួរតែចាក់ចេញពីទីកន្លែងមួយហ្នឹង Master Cat Viper ហ្នឹងគាត់ក៏បានមកដល់ទីកន្លែងមួយហ្នឹងជាមួយនឹងកូនចៅរបស់គាត់ហើយពួកគាត់ទាំងអស់គ្នាហ្នឹងកូនចៅមានឆ្លាស់គ្នាតែម្ដងពួកគាត់ក៏បានចូលទៅវាយប្រហារជាមួយនឹងកាពីតានចែកនៅទីកន្លែងមួយហ្នឹងមើលទៅកាពីតានចែកនៅពេលនេះហ្នឹងគឺថាជួបរបស់ពិតហើយ Cat Viper ហ្នឹងគាត់និយាយដែរថាគាត់មិនមានពាក្យប៉ុនអីជាមួយនឹងអ្នកយុទ្ធសាមរ៉ៃនោះទេហើយមកដល់ទីកន្លែងមួយហ្នឹងហេតុអ្វីបានជាមួយវាយប្រហារភូមិរបស់គាត់ទៅវិញកាពីតានចែកគាត់ក៏ចាប់ផ្ដើមដូរទៅកាន់ទម្រង់របស់គាត់ហើយចែកមួយហ្នឹងគឺថាមានទម្រង់របស់មនុស្សទៀតត្រឹមតែប៉ុណ្្នឹងនោះទេកាពីតានចែកក៏បានដកដាវរបស់គាត់មកតែម្ដងដាវហ្នឹងមិនដឹងទៅជាដាវឬខ្វែអ្វីនោះទេគាត់ក៏បានដកមកដើម្បីវាយប្រហារជាមួយនឹង Cat Viper ហ្នឹងឯងគ្រាន់តែរកមនុស្សម្នាក់ហ្នឹងចាំបាច់អីវាយប្រហារទៅដល់ភូមិទាំងមូលតែម្ដងនេះពិតជាមនុស្សខុសខើពិតមែន Bipo ហ្នឹងក៏បានឡើងមកដល់ទីកន្លែងមួយហ្នឹងហើយ Bipo និយាយដែរថាគាត់នឹងការពារទៅដល់ភូមិរបស់គាត់ហើយនៅពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏និយាយដែរថាពួកគាត់នឹងការពារទៅដល់ផ្ទះមិត្តភ័ក្តិរបស់ពួកគាត់ញ៉ាឆ្មាម្នាក់ហ្នឹងបាននិយាយដែរថានៅពេលនេះហ្នឹងពួកគេទាំងអស់គ្នាគួរតែវាយគ្នាទៅវាដល់ពេលវេលាដែលត្រូវវាយគ្នាហើយម៉ែឲ្យគ្រាន់តែថាមពលហ្នឹងគឺថាប៉ះគ្នាឡើងផ្អើលពេញតែនឹងតែម្ដងក្រោយពីនិយាយគ្នាចប់ដល់ពេលដែលត្រូវបញ្ចេញសមត្ថភាពរៀងខ្លួនហើយ Cat Viper ហ្នឹងឃើញទៅកាន់គាត់ហ្នឹងគឺថាមានសមត្ថភាពពិតមែនមានសមត្ថភាពជាង Duken ទៅទៀតដែលគាត់ហ្នឹងអាចវាយទៅកាន់កាពីតានចែកនៅទីកន្លែងមួយហ្នឹងជាមួយនឹងធម្មពលរបស់គាត់ហើយមើលទៅគាត់ហ្នឹងគឺថាមានធម្មពលខ្លាំងក្លាពិតមែនហើយគាត់ក៏បានវាយប្រហារទៅដល់កាពីតានចែកប៉ុន្តែការវាយប្រហាររបស់គាត់ហ្នឹងពិតជាស្រាលខ្លាំងណាស់ការវាយប្រហាររបស់ចែកជាមួយនឹង Cat Viper ហ្នឹងឃើញថាពជាពេលគ្នាហ្នឹងយូរមែនតើរហូតដល់ពេលព្រឹកវិញតែម្ដងដែល Cat Viper ហ្នឹងត្រូវចាក់ចេញពីទីកន្លែងមួយហ្នឹងមុននឹងចាក់ចេញហ្នឹងគាត់ក៏និយាយដែរថាកុំសម្រាប់ទៅកាន់ឆ្កែមួយក្បាលដែលគ្រប់គ្រងនៅពេលព្រឹកឯសោះហើយគាត់នឹងជួបគ្នាវិញនៅពេលយប់ហើយអញ្ចឹងហើយហ្នឹងពួកគាត់ក៏បានចាក់ចេញជាមួយនឹងកូនចៅរបស់គាត់ចាក់ចេញតែម្ដងហើយនៅពេលហ្នឹង Duken ដែលជាឆ្កែគ្រប់គ្រងហ្នឹងគាត់ក៏បានចេញមកវិញជាមួយនឹងកូនចៅរបស់គាត់តែម្ដងហើយពេលព្រឹកហ្នឹងគឺជាវេនរបស់ Duken តែម្ដង Duken គាត់ក៏បានបើកការវាយប្រហារនៅទីកន្លែងមួយហ្នឹងក៏ប៉ុន្តែការវាយប្រហាររបស់គាត់ជាមួយនឹងចែកហ្នឹងមើលទៅកាន់គាត់ដូចជាមិនមែនជាដៃគូជាមួយនឹងចែកនោះទេត្រឹមតែត្រូវឲ្យចែកហ្នឹងវាងាយៗនៅទីកន្លែងមួយហ្នឹងឯងក្រោយពីប្រយុទ្ធគ្នាអស់រយៈពេលជាយូរអញ្ចឹងហើយហ្នឹងធ្វើឲ្យឧសុបហ្នឹងចាប់ផ្ដើមឆ្ងល់ថាតើពួកគេទាំងអស់គ្នាហ្នឹងអាចយកឈ្នះជាមួយនឹងកាពីតានចែកឬក៏ចែកអាចយកឈ្នះទៅកាន់ពួកគេដោយរបៀបណាទៅហើយគ្រាន់តែលឺអញ្ចឹងហ្នឹងវ៉ាន់ដាចាប់ផ្ដើមនិយាយបញ្យល់ណែនាំថាតាមក៏ពិតទៅហ្នឹងពួកគេក៏មិនត្រូវចាញ់នោះដែរការចាញ់មួយហ្នឹងចាញ់ដោយសារតែឧស្ម័នពលនឹងឯងក្រុមចោរសមុទ្រចែកហ្នឹងគឺថាថោកទាបមែនទែនដែលយកឧស្ម័នពលហ្នឹងទៅបំពុលក្រុមពួកមនុស្សសត្វហើយនៅពេលហ្នឹងគឺបានចាក់សម្លាប់ទៅកាន់ពួកមនុស្សសត្វមួយចំនួនបន្ថែមទៀតផងដែលធ្វើឲ្យវ៉ាន់ដានៅពេលនេះហ្នឹងគឺថានាងឈោទឹកភ្នែកហ្នឹងស្រក់ជាមួយនឹងការឈឺចាប់របស់នាងពិតមែនដោយសារតែចាញ់ល្បិចកលរបស់ពួកសត្រូវអញ្ចឹងហើយហ្នឹងពួកគេទាំងអស់គ្នាហ្នឹងគឺត្រូវបានពួកសត្រូវនឹងចាប់ជាមួយនឹងឧស្ម័នកេះពលហ្នឹងតែម្ដងហើយក៏បានភ្ជុំពួកគេហ្នឹងទៅលើឈើឆ្កាងហ្នឹងឯង Duken ដែលជាអ្នកគ្រប់គ្រងនៅពេលថ្ងៃ
ថ្ងៃហ្នឹងគាត់និយាយដែរថាបើចង់សម្លាប់គាត់ក៏សម្លាប់ទៅចំណែក Cat Viper ក៏និយាយដូចតែគ្នានឹងឯងក៏ប៉ុន្តែនៅពេលហ្នឹង Dukan ក៏និយាយដែរថាគាត់នឹងពិតជាមិនអាចជួយទៅដល់ប្រជាជនរបស់គាត់ពិតមែនតែសំណាងល្អហ្នឹងពួកគេបានលើដំណឹងអំពី Do Flamenco ហ្នឹងទៅត្រូវបានដួលរលំអញ្ចឹងហើយហ្នឹងពួកគេក៏បានរត់ទៅជួយ Do Flamenco បើមិនអញ្ចឹងនោះទេភូមិរបស់ពួកគេទាំងអស់គ្នានៅទីកន្លែងមួយហ្នឹងច្បាស់ជាខ្ទេចខ្ទីមិនខានក្រោយមកហ្នឹងសំពៅរបស់ Luffy ក៏បានដល់ទីកន្លែងមួយហ្នឹងសំពៅរបស់ Sao Sunny នឹងឯងហើយនៅពេលហ្នឹង Sanji ក៏បានឡើងទៅខាងលើហើយគេក៏បានពិនិត្យមើលនៅស្ថានភាពនៃភូមិមួយហ្នឹងក៏ប៉ុន្តែនៅពេលហ្នឹងភូមិទាំងហ្នឹងត្រូវបានខ្ទេចខ្ទីអស់ទៅហើយហើយអត់មានសុំនិយាយខាងក្រៅបន្តិចដោយសារតែពួក Nami មកដល់ទីកន្លែងមួយហ្នឹងក្រោយពេលដែលកាពីតានចែកនៃក្រុមចុះសមុទ្រចែកមួយហ្នឹងបានវាយប្រហារទៅដល់ភូមិមួយហ្នឹងឯងហើយពួកគេទាំងអស់គ្នាហ្នឹងបានចាក់ចេញពីទីកន្លែងមួយហ្នឹងបាត់ទៅហើយពួកអ្នកទាំងហ្នឹងចាក់ចេញទៅហ្នឹងក៏ដោយសារតែ Do Flamenco ហ្នឹងត្រូវបានទាហានចេញទឹកចាប់អញ្ចឹងហើយហ្នឹងពួកគេទៅរំដោះទាហានចេញទឹកក៏ប៉ុន្តែសល់ពួកខ្លះៗទៀតហ្នឹងនៅលើកោះមួយហ្នឹង Nami ហ្នឹងក៏បានជួយទៅដល់ក្មេងស្រីម្នាក់ហ្នឹងតាក់ទងជាមួយនឹងមីងឯនឹងឯងគឺប្រជាជនមីងដូចតែគ្នានឹងឯងក៏ប៉ុន្តែនៅពេលហ្នឹងត្រូវបានវាយប្រហារអំពីបែកក្រុមចុះសមុទ្រមួយទៀតក៏ប៉ុន្តែប្រុកហ្នឹងបានចេញមុខការពារទៅដល់ពួកគេស្រីមីងម្នាក់ហ្នឹងមិនទាន់និយាយផងហ្នឹងក៏បានរត់ចាក់ចេញតែម្ដងដែលទុកឲ្យ Nami ឆ្ងល់មែនតើហើយអ្វីបានជាគេរត់ចាក់ចេញពីទីកន្លែងមួយហ្នឹងចំណែក Sanji ឯនេះវិញហ្នឹងក៏បានទៅឃើញជាមួយនឹងប្រជាជនមីងទាំងអស់គ្នាហ្នឹងកំពុងតែត្រូវបានផ្សែងពុលរបស់ Usman Master Caesar បាននិយាយដែរថាពិតជាមិនគួរឲ្យជឿពិតមែនដោយសារតែនៅពេលនេះហ្នឹងគាត់បានឃើញប្រជាជនមីងខ្លះហ្នឹងមិនទាន់ស្លាប់បាត់បង់ជីវិតដោយសារតែផ្សែងពុលរបស់គាត់ហ្នឹងមានជាតិខ្លាំងហើយដើម្បីពួកអ្នកទាំងនឹងមិនទាន់ស្លាប់ហើយដែលពិសេសហ្នឹងពួកអ្នកទាំងនឹងក៏បានស្នើសុំជំនួយអំពី Sanji ផងដែរហើយមើលទៅកាន់ប្រជាជនទាំងអស់គ្នានៅទីកន្លែងមួយហ្នឹងត្រូវបានគេចាប់ចងទៅកាន់ឈើឆ្កាងទាំងអស់ហ្នឹងហើយមេដឹកនាំរបស់គេដែលជា Cat Viper ហ្នឹងក៏បានដាច់ដៃមកខាងថែមទៀតងាកមកមើលអេពីសូតថ្មីរបស់យើងនៅវិញនៅពេលហ្នឹង Chopper គាត់ចង់ជួយទៅដល់មនុស្សមីងទាំងអស់ហ្នឹងមែនតែនក៏ប៉ុន្តែ Sanji ហ្នឹងគឺគាត់ចង់ចាក់ចេញពីទីកន្លែងមួយហ្នឹងសិនក៏ប៉ុន្តែនៅពេលហ្នឹង Master Caesar គេក៏បាននិយាយកាត់តែម្ដងដែលនិយាយដែរថា Usman Pol ដែលពួកគេប្រទេសអំបញ្ញមិញហ្នឹងគឺវាមានឈ្មោះថា Kuro ហើយ Usman Pol មួយហ្នឹងគឺជាគាត់នឹងឯងជាអ្នកផលិតនៅពេលហ្នឹងគឺថាស៊ីកណ្ដាប់ដៃរបស់ Chopper នៅទីកន្លែងហ្នឹងតែម្ដង Chopper ហ្នឹងគាត់ខឹងទៅកាន់ Master Caesar ហេតុអ្វីបានជាផលិតនៅ Usman Pol បែបហ្នឹងមកទៅវិញដោយសារតែវាហ្នឹងធ្វើឲ្យប្រជាជនឈឺនៅពេញតែហ្នឹងតែម្ដងហើយ Chopper ហ្នឹងនៅតែវាយទៅកាន់ Master Caesar ដោយសារតែ Master Caesar នៅតែមិនដឹងអំពីកំហុសរបស់ខ្លួនណាមួយវិញទៀតឲ្យ Master Caesar នឹងព្យាយាមរកថ្នាំវិធីព្យាបាលទៅហើយ Sanji នឹងក៏ចូលមកជួយជាមួយនឹង Chopper បើ Master Caesar មិនជួយនោះទេ Sanji នឹងច្បាច់បេះដូងរបស់គាត់នឹងឲ្យបែកពេញតែនឹងតែម្ដងហើយនៅពេលនេះនឹងត្រូវកណ្ដាប់ដៃរបស់ Chopper បន្តទៀតនឹងឯងប៉ុន្តែនៅពេលនេះនឹងដំរីមួយនឹងគេក៏បានបាញ់ទឹកនឹងព្រោះឡើងមកលើខាងនឹងនៅទីកន្លែងមួយនឹងដែលធ្វើឲ្យពួកគេទាំងអស់គ្នានឹងគឺថាលងទឹកតែម្ដង Sanji ក៏បានជួយជាមួយនឹង Chopper ហើយក៏បានជួយជាមួយ Master Caesar ដោយទឹក Master Caesar ឡើងទៅលើគោនៅពេលហ្នឹង Master Caesar បាននិយាយទៅកាន់ Sanji ថាហេតុអ្វីបានជួយកាត់នឹងដោយរបៀបនឹងទៅវិញ Sanji ក៏និយាយថាបានជួយវិធីនឹងគឺថាវាក្រាន់បើជាងាប់នៅក្នុងទឹកមួយនឹងផងដែរ Sanji បានគម្រាម Master Caesar ថាឆាប់រកថ្នាំព្យាបាលទៅកាន់មនុស្សទាំងអស់ហ្នឹងទៅបើមិនចឹងទេបេះដូងមួយនឹងខ្ទេចមិនខានហើយនៅពេលហ្នឹងក៏បានឮសំឡេង Nami ហើយក៏បានរត់ទៅជួយ Nami នៅទីកន្លែងមួយទៀតតែម្ដងការវាយគ្នានៃក្រុមរបស់ Sanji ហ្នឹងគឺបានមើលឃើញទៅដោយមនុស្សមីងម្នាក់នៅពេលហ្នឹងនាងកំពុងតែលបមើលហើយនាងម្នាក់ហ្នឹងគឺជាគ្រូពេទ្យនឹងឯងចំណែកខាង Master Caesar ឯនេះវិញហ្នឹងកំពុងតែប្រើប្រាស់ជាមួយនឹង Usman មួយទៀតដើម្បីបន្សាបនៅទីកន្លែងមួយហ្នឹងកុំឲ្យពួកគេហ្នឹងពុលជាមួយនឹង Usman មួយហ្នឹងឯងក្រោយពីបាញ់ Usman បន្សាបទីកន្លែងមួយហ្នឹងហើយហ្នឹងមនុស្សគ្រប់គ្នាគាត់នៅតែឈឺដដែលហ្នឹងដោយសារតែពួកគេហ្នឹងបានស្រូបយក Usman Pol ទាំងអស់ហ្នឹងនៅពេលហ្នឹង Chopper គេក៏បានហៅអ្នកគ្រប់គ្នាទៅជួបជុំគ្នានៅទីកន្លែងមួយហ្នឹងក្រោយពីត្រូវបាន Chopper ហៅអញ្ចឹងហើយហ្នឹងអ្នកទាំងអស់គ្នាក៏បានទៅជួបជុំគ្នាតែម្ដងហើយនៅពេលហ្នឹង Nami កំពុងតែសម្លឹងមើលទៅកាន់មនុស្សគ្រប់គ្នាហ្នឹងឃើញថា Wanda ហ្នឹងនាងក៏បានវាយប្រហារទៅដល់ Nami នៅទីកន្លែងមួយហ្នឹងដែលនាងយល់ច្រឡំ Nami អីហ្នឹងគឺជាគ្នារបស់ Jack ក៏ប៉ុន្តែដោយសារតែនាងទុនខ្សោយពេកហ្នឹងនាងក៏បានដកនៅក្របបែកមួយដើម្បីគប់គំតិចនៅទីកន្លែងមួយហ្នឹងក៏ប៉ុន្តែនៅពេលហ្នឹងឃើញថានាងហ្នឹងគឺថាមិនសូវជាក្លាហានអីប៉ុន្មាននោះទេរហូតដល់មីងម្នាក់ដែលបានមើលឃើញពីទង្វើរបស់ពួក Nami ហ្នឹងក៏និយាយថា Nami អីហ្នឹងមិនមែនជាគ្នារបស់ Jack នោះទេពួកគេទាំងអស់គ្នាមកទីកន្លែងមួយហ្នឹងដើម្បីទៅជួយពួកមនុស្សមីងហ្នឹងឯងអំឡុងពេលហ្នឹង Chopper គាត់ក៏បានយកនៅគ្រឿងសម្ភារៈមួយចំនួនដើម្បីព្យាបាលទៅកាន់អ្នកជំងឺនៅទីកន្លែងមួយហ្នឹងអំឡុងពេលហ្នឹងផងដែរហ្នឹង Chopper បានសួរដែរថាតើអ្នកគ្រប់គ្នានៅទីកន្លែងមួយនេះតើនរណាខ្លះធ្លាប់ធ្វើជាពេទ្យពីមុនមកហើយនៅពេលហ្នឹងក្មេងស្រីម្នាក់ហ្នឹងក៏និយាយដែរថានាងធ្លាប់ធ្វើពេទ្យមួយមុនមកក្រោយពីអញ្ចឹងទៅហើយហ្នឹងនៅពេលហ្នឹង Chopper ក៏និយាយបន្តទៀតថាតើនរណាខ្លះដែលមានជំងឺហ្នឹងគឺថាមិនអាចងើបរួចគឺឲ្យពួកគេសម្រាកសិនទៅប៉ុន្តែបើអ្នកមិនមានជំងឺនោះទេអាចទៅជួយប្រមូលគ្នាមកបន្តទៀតដើម្បីព្យាបាលនឹងឯងហើយអ្វីដែលសំខាន់ហ្នឹងឲ្យអ្នកគ្រប់គ្នាហ្នឹងគឺថាមកដល់ទីកន្លែងមួយហ្នឹងឲ្យលឿនឡើងទៅដោយសារតែពួកគេហ្នឹងអាចនឹងមានគ្រោះថ្នាក់ផងដែរនៅពេលហ្នឹងមានមីងមួយចំនួនទៀតកំពុងតែអត់លើមរហូតដល់ពួក Nami និង Sanji ក៏និយាយដែរថាឲ្យពួកគេចូលមកជួយមករាប់ពីមានភាពទុកចិត្តទៅកាន់អ្នកទាំងអស់ហ្នឹងហើយហ្នឹងពួកគេក៏បានចេញមកជួយទៅកាន់ប្រជាជនរបស់ពួកគេជាមួយនឹងការព្យាបាលទៅកាន់ជំងឺអ្នកទាំងអស់ហ្នឹងឯងចំណែកប្រុកហ្នឹងក៏បានដករឿងរបស់គាត់មើលទៅក្នុងថ្មដើម្បីឃើញថាតើមានមនុស្សទៀតឬអត់ចំណែក Wanda ហ្នឹងគឺថានាងងើបមិនចង់រួចទេប៉ុន្
ប៉ុន្តែនាងនឹងចង់ជួយទៅដល់ប្រជាជនរបស់នាងមួយចំនួនប៉ុន្តែណាមីថាសម្រាប់ខ្លះទៅហើយនៅពេលហ្នឹងពួកគេទាំងអស់គ្នាត្រូវបានសាន់ជីនឹងធ្វើម្ហូបដើម្បីឲ្យពួកគេនឹងអាចបរិភោគនៅទីកន្លែងមួយនឹងឯងមើលទៅពួកគេនីមួយៗពិតជាសប្បាយចិត្តមែនទែនចំណែកប្រុកឯនេះវិញហ្នឹងគាត់ក៏បានលេងភ្លេងទៅឲ្យពួកអ្នកទាំងអស់នឹងបានស្ដាប់នឹងឯងដើម្បីពួកគេមានកម្លាំងចិត្តដើម្បីបន្តរស់នៅបន្តទៀតហើយវណ្ដាហ្នឹងក៏និយាយអរគុណទៅដល់ណាមីដែរហើយចំណែក Frankie ហ្នឹងគឺថាយំរហេមរហាមពេញទៅនឹងជាមួយនឹងរឿងទាំងអស់នឹងឯងចំណែកអ៊ូស៊ុបហ្នឹងស្ទើរតែមិនជឿថាអ្នកទាំងអស់នឹងបែរជាត្រូវស្ទើរតែស្លាប់ទាំងអស់គ្នាហើយនៅពេលហ្នឹងផងដែរហ្នឹង Robin ក៏បានសួរដែរថាតើវណ្ដានៅពេលនេះហ្នឹងហេតុអ្វីបានជាគេមិនសម្រាប់ទៅវិញវណ្ដាបាននិយាយដែរថាតាមកាពិតទៅហ្នឹងគឺនាងជាអ្នកភ្នាក់ងារនៅកណ្ដាលអញ្ចឹងហើយទោះបីជាម៉ោងណាក៏ដោយក៏នាងមិនសម្រាប់នោះដែរដល់ពេលហ្នឹង Luffy ស្នើសុំឲ្យវណ្ដាហ្នឹងជូនគាត់ទៅជួបជាមួយនឹង Cat Viper ចំណែកប្រុកឯនេះវិញហ្នឹងក៏ចង់ទៅជួបជាមួយនឹង Cat Viper ផងដែរ Luffy គាត់ក៏នៅតែបន្តនិយាយទៀតថាតោះឥឡូវនេះហ្នឹងពួកយើងទាំងអស់គ្នាទៅជួបជាមួយនឹង Master Cat Viper ម្ដងលោកពីបាននិយាយថាទៅជួបគ្នាជាមួយនឹង Cat Viper ហើយហ្នឹងពួកគេក៏បានចេញដំណើរដើម្បីទៅជួបជាមួយនឹង Cat Viper ដោយសារតែវណ្ដាគឺជាអ្នកដឹកនាំផ្លូវរបស់ពួកគេនឹងឯងអំឡុងពេលដែលធ្វើដំណើរហ្នឹងពួកគេក៏បាននិយាយអំពីរឿងរ៉ាវមួយចំនួនដែលពួកគេបានឆ្លងកាត់ផងដែរអំឡុងពេលធ្វើដំណើរហ្នឹង Luffy និយាយដែរថា Sanji នឹងត្រឡប់មកវិញដោយសារតែ Sanji ហ្នឹងគឺជាមិត្តភក្តិរបស់ពួកគាត់ចំណែក Zoro ក៏និយាយដែរថាពួកគេហ្នឹងអាចធ្វើដំណើរដោយអត់ Sanji ក៏បានដែរតែនៅពេលហ្នឹង Luffy បានប្រកែកដោយនិយាយដែរថា Sanji ហ្នឹងគឺជាមិត្តភក្តិរបស់ពួកគេទាំងអស់គ្នាអញ្ចឹងហើយហ្នឹង Sanji ច្បាស់ជាត្រឡប់មកវិញមិនខាននោះទេប៉ុន្តែប្រុកហ្នឹងក៏ដូចជាមិនប្រកាសនោះដែរហើយប្រុកក៏ចាប់ផ្ដើមនិយាយអំពីរឿងរ៉ាវដែលពួកគេនឹងត្រូវបានសំពើរបស់ Big Mom ដេញតាមវាប្រហារហើយសំពើរបស់ Big Mom នឹងតាមវាប្រហាររហូតមកដល់កោះមួយនឹងផងដែរ Pekop នឹងក៏បានដេញតាមមកដល់ទីកន្លែងមួយនឹង Pekop នឹងគឺថាមកដល់ទីកន្លែងមួយនឹងឆ្លេឆ្លាភ្លាមៗតែម្ដងដោយសារតែទីកន្លែងមួយនេះគឺជាភូមិកំណើតរបស់គាត់នឹងឯងហើយគាត់នឹងគឺថាបារម្ភអំពីមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់គាត់ Pekop នៅពេលហ្នឹងពិតជាខឹងមែនទែនថានរណាបានវាទៅដល់ភូមិរបស់គាត់ស្របពេលដែល Sanji កំពុងតែចម្អិនចំណីអាហារទៅឲ្យពួកមីងញ៉ាំនៅទីកន្លែងមួយហ្នឹងគាត់ក៏បានដើរចាក់ចេញពីទីកន្លែងមួយហ្នឹងតែម្ដងចំណែកខាង Chopper នេះវិញហ្នឹងគឺថាកំពុងតែចាក់ថ្នាំទៅឲ្យពួកក្មេងៗនឹងឯងចំណែកណាមីឯនេះវិញហ្នឹងត្រូវបានវណ្ដាហ្នឹងចាប់តែងខ្លួនរបស់នាងតែម្ដងជាមួយនឹងសម្លៀកបំពាក់ថ្មីហើយនៅពេលហ្នឹងវណ្ដាក៏និយាយថាសម្លៀកបំពាក់មួយហ្នឹងគឺថាឲ្យណាមីដោយ free គ្រាន់តែអញ្ចឹងព្រមហ្នឹងណាមីឡើងសប្បាយចិត្តតែម្ដងងាកមកមើលកំឡោះស្មោះស្នេហ៍ដែលជា Sanji របស់យើងឯនេះវិញកំពុងតែដើរតែម្នាក់ឯងជាមួយនឹងពួកមនុស្សមិញនៅជុំវិញទីកន្លែងមួយហ្នឹងហើយក៏បានដើរទៅឯពណ៌ស្រីៗនឹងពេញតែនឹងតែម្ដងវិញប្រុសៗហ្នឹងក៏បានរាក់ទាក់ទៅកាន់គាត់ប៉ុន្តែ Sanji ក៏និយាយថាបិទមាត់ទៅគាត់នឹងមិនចង់រាក់ទាក់ជាមួយនឹងប្រុសៗដូចគ្នានោះទេគាត់ទៅនិយាយជាមួយនឹងស្រីៗវិញគាត់និយាយពាក្យថាការ៉ាន់ជូដើម្បីពួកស្រីៗហ្នឹងអែលមុខគាត់មិញប្រុសៗហ្នឹងលង្កាំងតែម្ដងដល់និយាយថាមើលទៅកាន់ Sanji ទៅដូចជាអាម៉េចនោះទេទៅរាក់ទាក់ជាមួយទៅស្រីៗក្រោយមកហ្នឹង Sanji ក៏បានទៅជួបគ្នាជាមួយនឹង Nami គ្រាន់តែឃើញ Nami ភ្លាមហ្នឹងឃើញ Nami ឡើងស្អាតរត់ទៅជួប Nami ប៉ុន្តែត្រូវបាន Nami វាយដូចជាធម្មតាអញ្ចឹងចំណែក Chopper ឯនេះវិញហ្នឹងកំពុងតែមកមើល Master Caesar ថាផលិតថ្នាំបានបន្តទៀតហើយឬនៅចំណែក Master Caesar ហ្នឹងក៏បានផលិតរហូតដល់មានខ្លាមួយហ្នឹងមកយកថ្នាំពីគាត់ដែលធ្វើឲ្យគាត់ហ្នឹងរីកខ្វះអ៊ីនមែនទែនចំណែកសត្វឆ្កែមួយចំនួននៅខាងក្រោមហ្នឹងកំពុងតែធំក្លិនឆ្អឹងហើយអញ្ចឹងហើយហ្នឹងពួកគេហ្នឹងគឺថាស្វែងរកឆ្អឹងហ្នឹងគឺជាប្រុកនឹងឯងចំណែកអ្នកយាមមួយចំនួនឯនេះវិញហ្នឹងក៏បានជួបគ្នាជាមួយនឹង Pekop ហ្នឹងក៏បាននិយាយដែរថាតើនរណាហ្នឹងបំផ្លាញទៅដល់ភូមិមួយហ្នឹងតែក្រុមរបស់ Luffy មែនហើយគាត់ហ្នឹងពិតជាខឹងទៅដល់ Luffy បារ៉ាខ្លាំងណាស់គាត់នឹងវាប្រហារទៅដល់ក្រុមមួយហ្នឹងក៏ប៉ុន្តែនៅពេលហ្នឹងគ្នារបស់គាត់និយាយថាមិនមែនទេ Luffy គឺមកជួយនោះទេ Pekop ហ្នឹងក៏បានជួបសមាជិករបស់គាត់ហើយគាត់ពិតជាសប្បាយចិត្តមែនទែនដែលបានជួបជុំមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់គាត់នៅទីកន្លែងមួយហ្នឹងដែលសន្តិពួកគេនៅមានអាយុជីវិតពិតជាអរគុណទៅដល់ព្រះជាម្ចាស់ខ្លាំងណាស់នៅអំឡុងពេលដែល Pekop មកដល់ទីកន្លែងមួយហ្នឹងNami ក៏បានកត់សម្គាល់ដែរថាគេហ្នឹងមកដល់ទីកន្លែងមួយហ្នឹងហើយអញ្ចឹងហើយហ្នឹងពួកគេច្បាស់ជាមានរឿងមិនខានចំណែក Master Caesar ណែវិញហ្នឹងគ្រាន់តែឃើញអញ្ចឹងគាត់និយាយដែរថា Sanji ហ្នឹងជួយគាត់ផងSanji និយាយដែរថានៅពេលនេះហ្នឹង Doflamingo បានចាញ់នៅក្នុងថ្នាក់ដៃរបស់ Luffy ទៅហើយ Master Caesar ហ្នឹងគ្មានតម្លៃទៀតនោះទេប៉ុន្តែ Master Caesar និយាយដែរថាប៉ុន្តែពួកគេហ្នឹងគឺជាមិត្តភក្តិនឹងគ្នាហើយ Master Caesar ហ្នឹងខំនិយាយជាច្រើនទៀតដល់និយាយដែរថា Luffy ច្បាស់ជាត្រូវការគាត់ដោយសារតែគាត់ហ្នឹងត្រូវទៅប្រយុទ្ធគ្នាជាមួយនឹង Big Mom ដោយសារតែ Luffy ហ្នឹងបានប្រកាសសង្គ្រាមជាមួយនឹង Big Mom នៅក្នុងការវាយប្រហារទៅកាន់ Big Mom ហ្នឹងឯងអញ្ចឹងហើយត្រូវការ Master Caesar ដើម្បីជួយប៉ុន្តែ Sanji ហ្នឹងមិនខ្វល់ឯណាគាត់បានសម្លឹងមើលទៅខាងក្រោមហ្នឹងទៅមើល Pekop ទៅវិញទោះបីជា Master Caesar ខំបញ្ចុះបញ្ចូលគាត់ប្រមាណដងហ្នឹងក៏គាត់មិនបានគិតជាមួយនឹង Master Caesar នោះដែរគាត់ក៏បាននិយាយដែរថាតោះប្រូកយើងឆាប់ចេញពីទីកន្លែងមួយហ្នឹងទៅហើយនៅពេលហ្នឹងគាត់ក៏បានចាក់ចេញពីទីកន្លែងមួយហ្នឹងទៅជួបគ្នាជាមួយនឹង Pekop នៅទីកន្លែងផ្សេងហ្នឹងឯង Sanji និយាយដែរថាពួកគាត់ហ្នឹងមិនអាចវាយគ្នានៅទីកន្លែងមួយនេះឲ្យមីងឃើញនោះទេក៏ប៉ុន្តែនៅពេលហ្នឹង Pekop ក៏បានយំទៅកាន់ Sanji និងប្រាប់ Sanji ដែរថាពិតជាអរគុណខ្លាំងណាស់នៅក្នុងការជំនួយមួយហ្នឹងហើយបើមិនអញ្ចឹងនោះទេហ្នឹងប្រជាជនរបស់គាត់នឹងស្លាប់អស់មិនខានហើយនៅពេលហ្នឹង Pekop ក៏បាននិយាយដែរថាអូតែ Sanji ហ្នឹងប្រកូល Master Caesar មករឿងផ្សេងហ្នឹងគឺថាមិនដេញដោលនោះទេបើទោះបីជាបញ្ជា Big Mom ឲ្យពួកគេហ្នឹងបំបែកក្រុមរបស់ Luffy ក៏ដោយក៏គាត់មិនខ្វាយខ្វល់នោះដែរមូលហេតុដែលគាត់មិនចង់បំបែកក្រុមរបស់ Luffy ក៏ដោយសារតែគាត់នឹងជំពាក់គុណទៅកាន់ក្រុមរបស់ Luffy ប៉ុន្តែនៅពេលហ្នឹងត្រូវបាន BG បាញ់នៅទីកន្លែងមួយហ្នឹងតែម្ដងមើលទៅកាន់អាប៉ែមួយហ្នឹងពិតជាខុសខើមែនតើ
អំឡុងពេលដែល BG បាននៅទីកន្លែងមួយហ្នឹងគឺនិយាយថាប្រុសបានឃើញអំពីមនុស្សទូចៗនៅក្នុងខ្លួនប្រាណរបស់គាត់ហើយនៅពេលហ្នឹងគាត់ក៏និយាយថាទុកឲ្យគាត់ជាអ្នកបំពេញភារកិច្ចមួយនេះដោយខ្លួនរបស់គាត់វិញម្ដងគាត់ក៏បានបញ្ជានូវកូនចៅរបស់គាត់នៅក្នុងខ្លួនរបស់គាត់ឲ្យពួកអ្នកទាំងនឹងចេញមកខាងក្រៅតែម្ដងហើយពួកគេឆ្លងនៅរបាំងក្រហមហ្នឹងធ្វើឲ្យពួកគេឡើងកើតទៅជាមនុស្សធំនឹងឯងព័ទ្ធទៅជុំវិញខ្លួនរបស់ Sanji នៅទីកន្លែងមួយហ្នឹងជាមួយនឹងប្រុស BG ហ្នឹងក៏បាននិយាយឌឺដងទៅកាន់ Sanji ដែលថាតាមកាពិតទៅហ្នឹងគាត់មានសមត្ថភាពដូចជា Luffy អញ្ចឹងពីព្រោះតែគាត់ហ្នឹងនៅក្នុងចំណោម Super Navas ដូចជា Luffy នឹងឯងប៉ុន្តែគាត់ហ្នឹងមិនដែលទុក Luffy ហ្នឹងនៅក្នុងកែវភ្នែករបស់គាត់នោះឡើយនៅពេលនេះហ្នឹងគាត់ត្រូវតែវាយជាមួយនឹងពួកអ្នកទាំងហ្នឹងចំណែកប្រុសហ្នឹងក៏ដូចជាមិនខ្វល់នោះដែរហើយក៏ឆ្ងល់ថាហេតុអ្វីបានជាពួកអ្នកទាំងហ្នឹងចិត្តខុសខើម្ល៉េះអ្វីដែលសំខាន់ហ្នឹង BG ក៏បានយក Nami ហើយនឹង Chopper មកគម្រាមទៅកាន់ Sanji ហើយនឹងប្រុសនៅទីកន្លែងមួយហ្នឹងតែម្ដងអ្វីដែលសំខាន់ហ្នឹងកូនចៅរបស់គាត់ក៏បានខ្សឹបប្រាប់ថា Master Caesar ហ្នឹងកំពុងតែពួននៅលើដើមឈើមួយគាត់តែពីដឹងអញ្ចឹងហើយហ្នឹងគាត់ក៏បានឲ្យកូនចៅរបស់គាត់ភ្ជាប់កំភ្លើងទៅខាងលើគម្រាម Master Caesar ថាបើមិនចុះមកទេងាប់ឥឡូវមិនខាន Master Caesar ហ្នឹងក៏បានធ្លាក់ចុះមកខាងក្រោមតែម្ដងនៅពេលនេះហ្នឹងស្ថានភាពកាន់តែតានតឹងទៅហើយមើលទៅកាន់ Sanji ហ្នឹងគឺថាចង់តដៃក៏តដៃមិនរួចជាមួយនឹង BG នៅទីកន្លែងមួយហ្នឹងអ្វីដែលសំខាន់នៅពេលនេះហ្នឹង BG ក៏បានចាប់ខ្លួន Nami ហើយនឹងក្រុមរបស់គេទាំងមូលយកមកទីកន្លែងនៅក្នុងខ្លួនរបស់គាត់តែម្ដងលើកលែងតែ Sanji នោះទេឲ្យមកអង្គុយកៅអីយ៉ាងលយនឹងឯង Sanji ក៏ចាប់ផ្ដើមនិយាយដែរថាតើឥឡូវនេះហ្នឹងពួកគេមានរឿងអ្វីត្រូវនិយាយគ្នាឆាប់និយាយលឿនឡើងមកចំណែក Master Caesar ហ្នឹងភ័យខ្លាចតែងាប់តែម្ដងចំណែក BG ហ្នឹងក៏បានយកกระดาษមួយដែលប្រកល់ទៅឲ្យ Sanji ដោយនិយាយដែរថា Sanji ហ្នឹងគឺមានតកូលមិនធម្មតាដែល Sanji ហ្នឹងគឺគាត់មានតកូលថា Wind Smoke ហើយ Big Mom ហ្នឹងឲ្យកระดาษមួយហ្នឹងដើម្បីអញ្ជើញ Sanji ទៅចូលរួមពិធីជប់លៀងនៃការផឹកទឹកតែនឹងឯងចំណែក Sanji ឯនេះវិញហ្នឹងគឺថានឹងធ្លាក់បារីចេញពីមាត់របស់គាត់តែម្ដងតាមក៏ពិតទៅ Sanji ហ្នឹងគឺជាកូនរបស់ Wind Smoke Family ហើយ Sanji ហ្នឹងគឺជាកូនទី3នឹងឯងនៅពេលនេះហ្នឹង Big Mom កំពុងតែអញ្ជើញ Sanji ហ្នឹងឲ្យចូលរួមពិធីនៅផឹកទឹកតែមួយហ្នឹងក៏ប៉ុន្តែនៅពេលហ្នឹងខឹង Sanji មែនតើដែលធ្វើឲ្យកន្ទុយបារីធ្លាក់នៅទីកន្លែងមួយហ្នឹងឆេះនៅលើខ្លួនប្រាណរបស់គាត់ចំណែកប្រុសឯនេះវិញហ្នឹងគ្រាន់តែលើឈ្មោះនៃក្រុមគ្រួសារ Wind Smoke ព្រាមនឹងព្រឺឆ្អឹងខ្នងតែម្ដងចំណែក Nami នៅពេលហ្នឹងក៏បាននឹកឃើញអំពីរឿងរ៉ាវមួយការពីអតីតកាលដែល Sanji ហ្នឹងក៏បាននិយាយដែរថា Sanji ហ្នឹងក៏រស់នៅភាគខាងកើតក៏ប៉ុន្តែតាមកាពិតទៅស្រុកកំណើតរបស់គាត់ពិតហ្នឹងគឺនៅភាគខាងត្បូងប្រុសក្រោយពីរឿងរ៉ាវមួយហ្នឹងហើយហ្នឹងប្រុសចាប់ផ្ដើមភ្ញាក់ផ្អើលតែម្ដងដោយសារតែវាហ្នឹងមិនធម្មតានោះទេហើយប្រុសបាននិយាយបន្តទៀតថាភាគខាងត្បូងនិងភាគខាងកើតហ្នឹងត្រូវបានហ៊ុមព័ទ្ធដោយមន្ទិតក្រហមហើយមិនមាននរណាម្នាក់ហ្នឹងនឹងអាចឆ្លងកាត់បន្ទាត់មួយហ្នឹងដោយងាយៗនោះទេវាសម្បូរទៅដោយគ្រោះថ្នាក់ប៉ុណ្ណឹងមិនជុំនោះទេងុំ Master Caesar និយាយដែរថាតាមកាពិតទៅ Wind Smoke ហ្នឹងតាមកាពិតធ្វើការនៅក្រុម Big Mom អញ្ចឹងហើយហ្នឹងបើ Sanji ទៅស្វាជា Sanji ហ្នឹងធ្វើជាកូនចៅរបស់ Big Mom ជាមិនខាននោះទេអ្វីដែលសំខាន់ហ្នឹងសម្បត្តិអញ្ជើញមួយហ្នឹងមិនមែនតែផឹកទឹកតែធម្មតានោះទេគឺអញ្ជើញ Sanji ទៅទីកន្លែងមួយហ្នឹងដើម្បីរៀបការជាមួយនឹងកូនស្រីរបស់ Big Mom នឹងឯងដើម្បីភ្ជាប់សាច់ឈាមនឹងគ្នា BG ក៏បាននិយាយគម្រាមទៅដល់ Sanji ដែរថានៅពេលនេះហ្នឹងពួកគេទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងខ្លួនប្រាណរបស់គាត់ហើយដូចនេះហើយហ្នឹងពួកគេក៏មិនអាចចាកចេញពីទីកន្លែងមួយហ្នឹងដោយងាយៗនោះដែរហើយអ្វីដែលសំខាន់ហ្នឹងគាត់បានចាប់ Sanji មកគម្រាមតែម្ដងការចាប់ Sanji មិនជុំនោះទេចាប់ទាំង Nami ហ្នឹងមកគម្រាមនៅទីកន្លែងមួយហ្នឹងឯងហើយនៅពេលហ្នឹងគឺថាប្រេងធម្មតានោះទេគាត់មិនបានវាយប្រហារហ្នឹងទៅដល់ពួកអ្នកទាំងនៅនោះឡើយគាត់ក៏បានធ្វើសកម្មភាពទាំងហ្នឹងទៅជាធម្មតាវិញហើយនៅពេលហ្នឹងអបិមួយទៀតដែលជាកូនចៅរបស់ BG ហ្នឹងដែលគេមានឈ្មោះថា Voito ហ្នឹងមកទីកន្លែងមួយហ្នឹងហើយគាត់និយាយដែរថាមិនថាតើតែបីសាច់នៅក្នុងឋាននរកនោះទេបើសិនជា Big Mom អញ្ជើញហើយហ្នឹងគឺគេត្រូវតែទៅនឹងឯងនិយាយប៉ុណ្ណឹងមិនជុំនោះទេងុំទៅនិយាយខ្សឹបដាក់ត្រចៀកជាមួយនឹង Sanji រឿងអ្វីក៏មិនដឹងនោះទេដែលធ្វើឲ្យ Sanji នៅពេលហ្នឹងគឺថាខឹងមែនតើទៅដល់អបិមួយហ្នឹងមិនដឹងថាបាននិយាយអ្វីនោះឡើយតែនៅពេលហ្នឹង Sanji ចាប់ផ្ដើមដកនៅកញ្ចប់បារីរបស់គាត់យកមកជក់តែម្ដងហើយគាត់ហ្នឹងដូចជាមិនខ្វាយខ្វល់ដូចជាមិនភ័យព្រួយជាមួយនឹងរឿងទាំងអស់ហ្នឹងនោះទេ Sanji ក៏និយាយដែរថាឲ្យកដាស់នឹងជក់មកឲ្យគាត់មកឲ្យលឿនឡើងមកមុននឹង BG យកកដាស់នឹងជក់ទៅឲ្យ Sanji ហ្នឹងគាត់ក៏និយាយដែរថាតាមកាពិតទៅ Big Mom គឺជាយ៉ាងគោមួយក្នុងចំណោមយ៉ាងគោទាំង4ដែលនាងនឹងមានគេឈ្មោះល្បីមែនតើបើសិនជានាងចង់អូននរណាម្នាក់ស្លាប់ហើយហ្នឹងគេគឺត្រូវតែស្លាប់ជាមួយនឹងកូនចៅរបស់នាងមានរាប់ពាន់ដើម្បីសម្លាប់មនុស្សម្នាក់ហ្នឹងខ្ញុំថាឡើយតែក្រុមរបស់ Sanji កំពេចកំពុកបែបហ្នឹងគឺថាបើចង់ស្លាប់ហ្នឹងគឺថាស្លាប់ភ្លាមៗតែម្ដង Sanji បានទៅសេអសររួចហើយហ្នឹងគាត់ក៏បានដើរទៅជួបជាមួយនឹង Nami ក៏បានយកសម្បត្តិមួយហ្នឹងទៅទុកឲ្យ Nami អ្វីដែលសំខាន់ហ្នឹងគាត់បាននិយាយសុំទោសផងដែលគាត់ហ្នឹងមិនអាចជួបគ្នាជាមួយនឹង Luffy ម្ដងទៀតហើយគាត់ហ្នឹងគឺបានអោបទៅកាន់អ្នកទាំង3នាក់នៅទីកន្លែងមួយហ្នឹងតែម្ដងហើយគាត់ក៏ប្រាប់ដែរថាអ្នកទាំង3នាក់ហ្នឹងគឺចេញទីកន្លែងមួយហ្នឹងដោយមានសុខភាពទៅហើយកុំខ្វល់អំពីគាត់ហើយគាត់ហ្នឹងក៏បានបោះអ្នកទាំង3ហ្នឹងចេញទៅតែម្ដងគាត់ឃើញអញ្ចឹង Master Caesar ថាមិនបោះគាត់ចេញទៅផងចោះទុកគាត់នៅទីកន្លែងមួយហ្នឹងធ្វើអីគ្មានទេពួកអ្នកទាំងហ្នឹងគឺថាត្រូវបាន Sanji ទត់នៅទីកន្លែងមួយហ្នឹងតែម្ដងអ្វីដែលសំខាន់ហ្នឹង Sanji ក៏បានចាប់កំភ្លើងមួយយកទៅភ្ជាប់ជាមួយនឹង Master Caesar ដោយនិយាយដែរថាបើពួកអ្នកទាំងហ្នឹងហ៊ានចូលទៀតគាត់នឹងបាញ់ Master Caesar ឲ្យស្លាប់នៅទីកន្លែងមួយហ្នឹងមិនខាននោះទេអ្វីដែលសំខាន់ពួកអ្នកទាំងហ្នឹងមកទីកន្លែងមួយហ្នឹងក៏បំណងមាន2ទី1គឺចង់បានគាត់ទៅទី2
ហ្នឹងគឺចង់បាន Master Caesar ហើយជីវិតរបស់គាត់ហ្នឹងគឺយកទៅទាំងមានជីវិតសាន់ជីនៅពេលហ្នឹងក៏និយាយដែរថាគាត់ព្រមចាក់ចែងពីទីកន្លែងមួយហ្នឹងហើយក៏ប៉ុន្តែគាត់អាចចាក់ចែងពីទីកន្លែងមួយហ្នឹងលុះត្រាតែសមាជិកនៃវឹករបស់គាត់ទាំងអស់គ្នាហ្នឹងតើតែពួកគេមានសុវត្ថិភាពស្ថានភាពកំពុងតែតានតឹងនៅពេលហ្នឹង Cat Viper ក៏បានមកដល់ទីកន្លែងមួយហ្នឹងតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានឃើញ Pet Cop ហ្នឹងកំពុងតែត្រូវបានគេបាញ់នឹងហូរឈាមបាត់ទៅហើយគាត់ក៏បានសួរទៅកាន់ BG នៅទីកន្លែងមួយហ្នឹង BG ក៏និយាយថាតាមពិតទៅពួកគេទាំងពីរនេះគឺជាមិត្តភក្តិនឹងគ្នាទេគាត់ត្រូវបានចែកវាប្រហារប៉ុន្តែនៅពេលហ្នឹង Nami ក៏និយាយថាមិនមែនទេអាប៉ែមួយនឹងឯងវាប្រហារហើយពួកគេទាំងអស់គ្នាហ្នឹងក៏បានសម្លឹងមើលទៅកាន់ Sanji ដែល Sanji បាននិយាយឃ្លាចុងក្រោយថាឲ្យលាហើយណាមួយវិញទៀតនិយាយសួរស្ដីទៅដល់ Luffy ជំនួសគាត់ផងហើយនៅពេលហ្នឹងអាប៉ែ BG ក៏បានរត់ចាក់ចេញពីទីកន្លែងមួយហ្នឹង Nami ក្រោយពីឃើញអញ្ចឹងហ្នឹងគឺថាព្យាយាមដេញតាមទៅកាន់ Sanji មែនតែប៉ុន្តែដៃជាប់ចំណងហ្នឹងគឺថាដេញតាមមិនទាន់នៅឡើយដែលធ្វើឲ្យនាងហ្នឹងគឺដួលនៅទីកន្លែងមួយហ្នឹងហើយការចាក់ចេញរបស់ Sanji នៅទីកន្លែងមួយហ្នឹងដែលធ្វើឲ្យមនុស្សគ្រប់គ្នាសោកសៅតែម្ដងមើលទៅកាន់ Chopper ហើយនឹងប្រូកនៅពេលនេះទៅពួកគេនីមួយៗកំពុងតែហូរទឹកភ្នែកដោយសារតែពួកគេមិនចង់ឲ្យ Sanji ចាក់ចេញពីទីកន្លែងមួយហ្នឹងនោះឡើយដោយសារតែពួកគេដឹងថាបើ Sanji ទៅនឹងធ្វើការនៅក្រុម Big Mom មិនខាន Nami ក៏បាននិយាយអរគុណទៅដល់ Cat Viper នៅទីកន្លែងមួយហ្នឹងចំណែក Cat Viper ក៏និយាយថាអ្នកដែលគួរអរគុណហ្នឹងគឺជាគាត់នោះទេដោយសារតែគាត់ហ្នឹងត្រូវបានអ្នកទាំងនឹងជួយនេះមកមើលពេលបច្ចុប្បន្ននេះវិញ Nami និយាយថាតើតាគេត្រឡប់មកវិញណាដោយសារតែគេការប្រពន្ធហើយនៅពេលហ្នឹងប្រូក៏និយាយថាប្រហែលជាគេមិនអាចត្រឡប់មកវិញនោះទេ Luffy បាននិយាយថា Sanji នឹងត្រឡប់មកវិញមិនខាននោះទេដែលធ្វើ Chopper នឹងចាប់ផ្ដើមយំទៀតហើយ Nami បាននិយាយថានៅពេលដែល Sanji សរសេរសម្បត្តិមួយហ្នឹងតាមពិតទៅមើលទៅទឹកចិត្តរបស់ Sanji ហ្នឹងគឺបានត្រៀមរួចរាល់បាត់ទៅហើយមនុស្សគ្រប់គ្នាចាប់ផ្ដើមងងឆ្ងល់ថាហេតុអ្វីបានជា Sanji ហ្នឹងកើតនៅភាគខាងត្បូងនោះទេអ្វីដែលសំខាន់មករស់នៅភាគខាងកើតដោយឆ្លងកាត់បន្ទាត់ក្រហមទៀតតែវាមានរឿងរ៉ាវអ្វីនៅអាចកំបាំងនៅពីក្រោយរឿងហ្នឹងទៅកាន់ Robin ហ្នឹងនាងដូចជាដឹងអំពីរឿងរ៉ាវនៃតកូល Windsmoke ប៉ុន្តែនៅពេលនេះហ្នឹងគឺនាងមិនទាន់ចង់ចាំនោះទេដែលធ្វើឲ្យនាងសុំទោសទៅកាន់មនុស្សគ្រប់គ្នាចំណែក Chopper ក៏និយាយថាពួកគេទាំងអស់គ្នាប្រហែលជាមិនឃើញ Sanji ម្ដងទៀតនោះទេប៉ុន្តែ Zoro ហ្នឹងក៏និយាយថាទោះបីជាគេមិនមកក៏ដោយក៏ពួកគាត់ហ្នឹងមិនមានបញ្ហាអ្វីនោះដែរដោយសារតែនៅពេលនេះហ្នឹងពួកគាត់កំពុងតែមានបញ្ហាធំបញ្ហាដែលគាត់ជួបហ្នឹងគឺថាវាគ្នាជាមួយនឹងសត្រូវខ្លាំងៗណាមួយវិញទៀតត្រូវប៉ះគ្នាជាមួយនឹង Kaido នៅពេលឆាប់ៗនេះមិនខានហើយនឹងជាមួយនឹងកូនចៅ Kaido ដែលមានឈ្មោះថា Jack ជាដំបូងហ្នឹងអ្នកទាំងអស់គ្នាគួរតែគិតអំពីរឿងអ្វីដែលពួកគេគួរតែជួបមុននឹងមិនទេហើយនៅពេលហ្នឹង Luffy ក៏បានមកកាត់ចង្វាក់របស់អ្នកទាំងអស់គ្នាហ្នឹងកុំឲ្យប្រកែកគ្នានៅទីកន្លែងមួយហ្នឹង Zoro ហ្នឹងបានឲ្យ Luffy បំភ្លេចរឿងហ្នឹងចោលទៅកុំគិតអំពីរឿងហ្នឹងវាខ្លាំងពេកអីចំណែក Robin ក៏និយាយថាគាត់ត្រូវប៉ះគ្នាជាមួយនឹង Yonko អញ្ចឹងហើយ Yonko មិនមែនដូចជា Doflamingo នោះទេច្បាស់ជាខ្លាំងជាងប៉ុន្តែ Luffy ហ្នឹងមិនបានខ្វាយខ្វល់ណាមើលទៅពួកគេនីមួយៗហ្នឹងគឺថាពិបាកនៅក្នុងការនិយាយគ្នាមែនទែនទើសគ្នាឡើងពេញទៅនឹងរញ៉េរញ៉ៃនឹងឯងព្រោះក៏ចាប់ផ្ដើមនិយាយដែរថាពួកគាត់ហ្នឹងគួរតែចាក់ចេញសិនទៅកុំគិតរឿងហ្នឹងច្រើនពេកអីក្រោយតែពីប្រុកនិយាយអញ្ចឹងហើយហ្នឹងគាត់ក៏ចាប់ផ្ដើមលេងនៅបទភ្លេងរបស់គាត់ដើម្បីឲ្យអ្នកទាំងនឹងបានស្ដាប់ក៏ប៉ុន្តែ Luffy ហ្នឹងក៏និយាយដែរថាកុំខ្វល់រឿងហ្នឹងពេកត្រូវតែជួបជាមួយនឹង Big Mom និងស្វែងរក Sanji ត្រឡប់មកវិញចំណែកពេលហ្នឹងផងដែរហ្នឹងកំពុងតែត្រូវបានវោឃ្មុំដតីទៀតហ្នឹងមកវាប្រហារពួកគេឃ្មុំមួយហ្នឹងគឺថាបឺតឈាមជាអាហារមើលទៅកាន់ពួកគេនៅពេលនេះហ្នឹងគឺថាជួបឧបសគ្គជាបន្តបន្ទាប់ទៀតហើយនៅពេលហ្នឹងផងដែរវ៉ាន់ដាបានប្រាប់ពួកគេហ្នឹងឲ្យប្រុងប្រយ័ត្នជាមួយនឹងឃ្មុំទាំងអស់ហ្នឹងចំណែក Zoro ហ្នឹងក៏បានចាត់ការឃ្មុំទាំងអស់ហ្នឹងជាមួយនឹងដាវរបស់គាត់ស្របពេលដែល Luffy ឯហ្នឹងក៏បានចូលទៅចាត់ការនឹងគ្នាដតីទៀតឃ្មុំមួយហ្នឹងវាក៏បានតិចទៅកាន់ Luffy របស់យើងតែម្ដងក៏ប៉ុន្តែនៅពេលហ្នឹង Zoro ក៏និយាយថាអាឈួរអើយឯងក៏មិនប្រើប្រាស់ហាគីទៅលើដៃរបស់ខ្លួនដើម្បីវាប្រហារទៅកាន់ឃ្មុំទាំងហ្នឹងទៅកុំឲ្យវាតិចត្រូវហើយនៅពេលហ្នឹង Luffy ក៏បានប្រើប្រាស់អត់មកមែនហាគីរបស់គាត់ដើម្បីវាប្រហារទៅដល់ឃ្មុំទាំងអស់ហ្នឹងស្របពេលដែលគ្នារបស់គាត់ហ្នឹងក៏បានចូលមកជួយទាំងអស់គ្នាតែម្ដងមានទេឃ្មុំមួយហ្នឹងគឺថាស៊ីដាវ3ដើមរបស់ Zoro នៅទីកន្លែងមួយហ្នឹងតែម្ដងខ្ញុំដូចជាជ័យជាដោយសារតែស្នាដៃរបស់ក្រុម Luffy ហ្នឹងឯងក្រោយពីកម្ចាត់ឃ្មុំទាំងអស់ហ្នឹងហើយហ្នឹងពួកគេក៏បានធ្វើដំណើរបន្តទៅមុខបន្តទៀតដើម្បីជួបគ្នាជាមួយនឹង Master Cat Viper ហ្នឹងឯងស្របពេលដែលប្រូកហ្នឹងកំពុងតែដេញបទភ្លេងឲ្យពួកគេទាំងនឹងបានស្ដាប់បទចម្រៀងមួយហ្នឹងគឺថាពីរោះមែនតើប្រូកបានតាក់តែងមកឲ្យ Cat Viper ដោយសារតែគាត់ចូលចិត្តទៅកាន់ Cat Viper គាត់អត់ចូលចិត្តសត្វឆ្កែណាទេដឹងហើយសត្វឆ្កែហ្នឹងគឺចំណីរបស់គេគឺជាឆ្អឹងហ្នឹងឯងគឺប្រូកយើងហ្នឹងគឺជាចំណីរបស់សត្វឆ្កែអញ្ចឹងហើយក៏អត់ចូលចិត្តនៅទីបំផុត Luffy ក៏បានធ្វើដំណើរមកដល់ទីតាំងនៃ Cat Viper ដែលវាមានឈ្មោះថាព្រៃបាឡែនពួកនឹងគ្រាន់តែឃើញក្រុមរបស់ Luffy ភ្លាមហ្នឹងស្វាគមន៍មែនតើការរ៉ាត់ជូទាំងអស់គ្នាតែម្ដងហើយពួកគេក៏បានសុំទោសដែលពួកគេហ្នឹងវាប្រហារមុននឹងបន្តិច Petro ហ្នឹងគេក៏បាននិយាយដែរថាគាត់សុំទោសផងដែលគាត់ហ្នឹងបានវាប្រហារទៅកាន់ Luffy មុននឹងបន្តិចដោយសារតែពួកគាត់ហ្នឹងមិនដឹងថា Luffy គឺជាអ្នកមានគុណរបស់ពួកគាត់ Luffy ក៏បានសួរអំពី Pet Cop ប៉ុន្តែនៅពេលហ្នឹងត្រូវបាន Petro និយាយថានិយាយខ្សឹបទៅកុំសួរលឺពេកចំណែក Chopper ហ្នឹងត្រូវក្តាន់ញីម្នាក់ទៅញីមុខរបស់គាត់ហ្នឹងធ្វើឲ្យគាត់ហ្នឹងលង្អៀនមែនទែនហើយភ្នែករបស់គាត់ដឹងហើយសិតតែបេះដូងតែម្ដងឡើងពេញទៅណាស់មកហ្នឹងទទួលដំណឹងថា Cat Viper ហ្នឹងមិនព្រមសម្រាកអញ្ចឹងហើយហ្នឹងធ្វើឲ្យ Chopper របស់យើងហ្នឹងគឺថាខឹងមែនទែនហេតុអ្វីបានជាគាត់មិនសម្រាកទៅវិញប៉ុន្តែ Cat Viper បាននិយាយថាគាត់ចូលចិត្តជីវិតណាដែលរស់នៅដោយសេរីភាពមិនត្រូវបាននរណាហាមឃាត់គាត់អញ្ចឹងទៅនៅពេលហ្នឹងមិនដឹងថានរណាបោះបាល់ក្រហមមកទេដែលធ្វើឲ្យគាត់ហ្នឹងគឺថារត់ទៅលេងបាល់ក្រហ
រណ៍មួយនឹងតែម្ដងអំឡុងពេលហ្នឹងគឺថាស្នាមរបួសរបស់គាត់ហ្នឹងគឺថាលេចឡើងមកទៀតហើយដែលធ្វើឲ្យនៅពេលហ្នឹងគាត់ត្រូវដេកលើគ្រែម្ដងទៀតឃើញមកចូលរបស់ Chopper កាន់ភ្លាមហ្នឹងធ្វើឲ្យ Cat Viper គឺថាខ្លាចមែនទែនឲ្យ Robin ហ្នឹងកាន់នៅស្លឹកមួយនឹងដើម្បីលេងទៅកាន់គាត់ហើយនេះក៏ជាឱកាសឲ្យ Chopper ហ្នឹងយកថ្នាំមួយនឹងចាក់ទៅកាន់គាត់ព្រោះតែគាត់ខ្លាចមកចូលហើយ Chopper ហ្នឹងក៏បានចាក់ថ្នាំចូលទៅឲ្យ Cat Viper តែម្ដងប៉ុន្តែ Cat Viper ហ្នឹងគឺថាភ័យមិនស្ទើរនោះទេដោយសារតែគាត់ខ្លាចមកចូលនៅពេលហ្នឹងព្រោះបាននិយាយថាគាត់ចូលចិត្តទៅកាន់ Cat Viper ខ្លាំងណាស់ចំណែក Luffy ឯនេះវិញហ្នឹងក៏បានទៅសួរសុខទុក្ខជាមួយនឹង Pecop អំពីរឿងរ៉ាវរបស់ Sanji ផងដែរហើយ Pecop ក៏បាននិយាយដែរថាតាមកាពិតទៅហ្នឹង Sanji គឺគ្រួសាររបស់គេហ្នឹងមានឈ្មោះថា Vinsmoke Big Mom បានបញ្ជាពួកគាត់មកហ្នឹងដើម្បីចាប់ទៅកាន់ Sanji នឹងឯងដើម្បីយក Sanji នឹងទៅរៀបការជាមួយនឹងកូនរបស់ Big Mom Sanji នឹងក្រុមគ្រួសាររបស់គាត់តាមកាពិតទៅគឺជាក្រុមគ្រួសារនៃឃាតករដែលមានឈ្មោះថាជើម៉ា66ហើយសាច់រឿងរបស់យើងអេដមីនសូមផ្អាកត្រឹមហ្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរងចាំទស្សនាវីដេអូភាគបន្តនៅថ្ងៃស្អែកណាបាយបាយ